ព័ន្ធជាមួយនឹងឈុតស្បែកខ្មែររបស់យើងឥឡូវគឺ viral ខ្លាំងមែនទែនថៃកំពុងតែចង់បានឈុតស្បែកខ្មែររបស់យើងគឺលក្ខណៈថាផ្ដាច់មុខទៅតែម្ដងវាអត់ចង់ឲ្យខ្មែរយើងស្លៀកឈុតស្បែកនេះទេគ្រប់ពេលដែលសិល្បករខ្មែររបស់យើងអ្នកល្បីៗដែលគាត់ស្លៀកឈុតស្បែកខ្មែរស្អាតបាត់ប្រណិតចឹងទៅវាយកទៅផុសថាខ្មែរ copy ក៏ដូចជាចម្លងពីពួកវាចង់របៀបថាគេហៅថាចង់ធ្វើតាមវាអីចឹងទៅដែលវាកំពុងតែចោតម្ចាស់ដើមរបៀបថាជាចោលទាំងដែលជាក់ស្ដែងវាគឺជាចោលដែលលួចវប្បធម៌ខ្មែរលួចប្រពៃណីខ្មែរលួចព្រះគោព្រះកែវលួចបត្រៃបីដកលួចទឹកដីខ្មែរតាំងពីបុរាណមកម្ល៉េះមកដល់ពេលឥឡូវពាក់ព័ន្ធនឹងរឿងឈុតស្បែកខ្មែរនេះកំពុងតែប្រទាញបន្ទងជាមួយពួកវាខ្លាំងហើយវាចង់បានអាឈុតស្បែកហ្នឹងផ្ដាច់មុខទៅតែម្ដងវាបខំពួកថ្នាក់ដឹកនាំវាខ្លាំងមែនតើឲ្យយកឈុតស្បែកហ្នឹងដាក់ក្នុងអង្គការ UNESCO របៀបថាធ្វើឲ្យបានមុនខ្មែរយើងទៅតែម្ដងហើយខ្ញុំក៏បានឃើញ status របស់ពនាងចេនណាបន្ថែមទៀតខ្ញុំក៏ដូចនេះគោលបំណងរបស់ពនាងចេនណាគឺគាត់ចង់បង្ហាញថាឈុតស្បែកខ្មែររបស់យើងគឺស្អាតបែបប្រណិតដែលបានបន្សល់តាំងពីដូនតាបរមបុរាណមកម្ល៉េះតែ status មួយហ្នឹងគឺគាត់បាននិយាយថាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅឈុតស្បែកខ្មែរដែលបានច្នៃឡើងសម្រាប់ប្រើក្នុងពិធីមង្គលការក្នុងសម័យបច្ចុប្បន្នជាមួយនឹងម្ចាស់បងរបស់ខ្ញុំនេះគឺជាលើកទី1ដែលម្ចាស់បងខ្ញុំក្រុងឈុតប្រពៃណីខ្មែរដ៏ល្អវិចិត្រនេះតាមរយៈចម្លាក់នានានៅលើប្រាង្គប្រាសាទខ្មែរទឹកតាំងដែលបន្សល់ពីដូនតាជាពិសេសរឿងព្រេងនិទានតាក់ទងនឹងការកកើតនគរខ្មែរព្រះថោងនាងនាគបានត្បាញបញ្ចូលក្នុងទំនៀមទម្លាប់តោងស្បៃក្នុងពិធីអាពាហ៍ពិពាហ៍មង្គលរបស់ខ្មែរដែលសបញ្ជាក់ឲ្យឃើញថាការពានាស្បៃគឺជាទំនៀមទម្លាប់នៃការស្លៀកពាក់ដ៏មានសារៈសំខាន់បំផុតក្នុងប្រពៃណីស្ត្រីខ្មែរតាំងពីបុរាណកាលមកម្ល៉េះដែលគាត់ចង់បង្ហាញថាឈុតប្រពៃណីខ្មែររបស់យើងពាក់ព័ន្ធនឹងស្បៃហ្នឹងគឺសល់តាំងពីដូនតាខ្មែរយើងតាំងពីបរមបុរាណដែលគាត់បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយនេះដែលចង់បង្ហាញថាឈុតហ្នឹងគឺវាស្អាតបែបប្រណិតទៅតែម្ដងអ្នកទាំងអស់គ្នាហើយកុំភ្លេចជួយ share វីដេអូនេះឲ្យបានកាន់តែច្រើនផងក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះ